ជំរាបសួរបងប្អូនជួបគ្នាមកកាន់ផ្សាយម្ដងទៀតហើយចំពោះថ្ងៃនេះគឺខ្ញុំនឹងបង្ហាញពីមូលហេតុចម្បងដែលធ្វើឲ្យមាសចាប់ផ្ដើមធ្លាក់មកវិញបែបហ្នឹងទាំងព្រឹកព្រោះបើយើងមើលទៅលើកត្តាសេដ្ឋកិច្ចគឺយើងឃើញមានច្បូកច្បល់នៅឡើយទេទាក់ទងនឹងសង្គ្រាមរវាងអ៊ីរ៉ង់អ៊ីស្រាអែលក៏នៅតែមានការបាញ់គ្នាទៅវិញទៅមកនៅកន្លងប្រហែលថ្ងៃនេះអញ្ចឹងគឺជាធម្មតាកត្តាសេដ្ឋកិច្ចកំពុងតែច្បូកច្បល់បែបហ្នឹងទាក់ទងកត្តាសង្គ្រាមមាសតែងតែនឹងផាំឡើងអញ្ចឹងដូចជាក់ស្ដែងពីព្រឹកគឺមានការផាំឡើងមែន ប៉ុន្តែជាក់ស្ដែងគឺវាបានបោកបញ្ឆោតអ្នកដែលព្យាយាមបាយនៅពេលដែលbreak out ហ្នឹងដើម្បី sweep liquidity អ្នកដែលព្យាយាមបាយនៅកន្លែង high នេះអញ្ចឹងបានជាហេតុធ្វើឲ្យ retracement កើតឡើងអញ្ចឹងផ្សារដូចខ្ញុំតែងជម្រាបប្រាប់បងប្អូនអញ្ចឹងផ្សារគឺវាឡើងវាគង់តែបត់ចុះមករូបភាពណាមួយជា retracement ដើម្បីផ្ដល់ឱកាសឲ្យ market maker គាត់អាចចូលនៅក្នុងតម្លៃសមរម្យអញ្ចឹងកត្តាចម្បងដែលធ្វើឲ្យមានរឿងហេតុនឹងកើតឡើងគឺកត្តាមួយនេះ អញ្ចឹងបងប្អូនចូលមកក្នុង website BHop .btech Cambodia មកចូលនៅក្នុងកន្លែង Trading Analyze បងប្អូនអាចជ្រើសរើស Trading Pair ដែលបងប្អូនមើលបានអញ្ចឹងគឺ select ទៅលើ Gold ព្រោះដោយសារយើង trade Gold ណាអញ្ចឹងគឺបងប្អូនឃើញកន្លែងនេះអញ្ចឹងឃើញស្ថិតិ Retail Trading គឺនាំគ្នា book buy ច្រើនមែនទែនព្រោះកត្តានៃការ book buy ហ្នឹងគឺក្រោមហេតុផលអីគេគឺក្រោមហេតុផលគាត់គិតថាកត្តាសង្គ្រាមកត្តាអីផ្សេងៗកើតឡើងអញ្ចឹងគួរតែមាសឡើងអញ្ចឹងគឺនាំគ្នាបាយច្រើនមែនទែនដែលធ្វើឲ្យ signal យើងប្រាប់ថាយើងរកកន្លែង sell ហើយចំពោះ notification ហ្នឹងគឺអឺ load alert ប្រាប់តាំងពី16ម៉ោងមុនម៉េះអញ្ចឹងគឺមានន័យថាវាចាប់ផ្ដើមអ្នកដែលព្យាយាម buy limit នៅពេលផ្សារត្រៀមបើកហ្នឹងគឺច្រើនអញ្ចឹងជាហេតុដែលធ្វើឲ្យពេលព្រឹកឡើងគឺយើងឃើញ slip page ឡើងទៅលើមែនប៉ុន្តែក្រោយ buy limit ហ្នឹងកើតឡើងរួចគឺផ្សារធ្លាក់មកផ្ដាច់ពួកគាត់អញ្ចឹងអាហ្នឹងគឺជាលក្ខខណ្ឌ market maker គឺគាត់ត្រូវ handle liquidity អ្នកដែល retail trading ដែលព្យាយាម buy នេះ buy នៅខាងលើនេះ buy នៅខាងលើម្ដុំដូចខ្ញុំបង្ហាញហ្នឹងអញ្ចឹងដូចខ្ញុំតែងផ្ដល់ដំណឹងជូនបងប្អូនអញ្ចឹងការ trading គឺតែងគួបផ្សំចំនួនកត្តាចំនួន3ចូលគ្នាទី1គឺតកតង fundamental គឺការអានព័ត៌មានទី2គឺការមើលទៅលើ sentimental អញ្ចឹងអានេះគឺកត្តាព័ត៌មានយើងមើលទៅលើ fundamental ទី2គឺ sentimental គឺមើលចំនួនស្ថិតិដែលអ្នកទិញអ្នកលក់ហ្នឹងតើ retail trading គឺកំពុងទំនោរទៅខាងណាបើសិនជាពួកគាត់ទំនោរទៅខាងទិញយើងផ្ដោតទៅខាងលក់បើគាត់ទំនោរទៅខាងលក់យើងទំនោរទៅខាងទិញធ្វើម៉េចឲ្យបញ្ច្រាស់ពី retail trading ព្រោះយើងត្រូវដឹងថា90%គឺនៃ retail trading គឺខាតលុយដោយសារ market maker គឺព្យាយាមហាន់លុយពួកគាត់អញ្ចឹងអាហ្នឹងគឺជារឿងដែលយើងត្រូវមើលទី2ហើយទី3ទើបយើងមើលកត្តា technical ការមកមើល graph ដើម្បីចូលកន្លែងណាឲ្យមានសុវត្ថិភាពអញ្ចឹងយើងឃើញ liquidity នឹងក្រោមនេះអញ្ចឹងចាំមើល liquidity នឹងមក sweep off ឃើញកំសួលនៅក្នុងការ reject ទៅវិញមានចេញជា buy signal ឬមួយក៏ចេញជា confirmation នៅក្នុងការ reversal ទៅវិញហ្នឹងចាំយើងចូលទៅក្នុងទីផ្សារហ្នឹងអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំគ្រាន់តែមកបង្ហើបមកបង្ហាញផ្លូវបងប្អូនឲ្យជ្រើសរើសដើរទៅលើ3ផ្លូវហ្នឹងដើម្បី analyze ដើម្បីជៀសវាងនៅក្នុងការខាតបង់ផ្សេងៗព្រោះវាជួយយើងបានច្រើនមិនជួយបាន100%ទេប៉ុន្តែបើសិនជាយើងយកកត្តាទាំង3ហ្នឹងជួបគ្នាគឺយើងជួយ filter តទៅនឹងការចូល position យើងបានច្រើនមែនទែនអញ្ចឹងអរគុណច្រើនហើយជួបគ្នានៅក្នុងវីដេអូបន្ទាប់